អ្នកនរគ្នាជួយគិតខ្ញុំបន្តិចមើលសិនបើក្នុងផ្ទះមួយមានមនុស្ស2នាក់ចាត់ទុកថាមនុស្សទី1ជាមនុស្សកមនុស្សទី2ជាមនុស្សខមនុស្សកហ្នឹងគាត់ពេលញ៉ាំបាយរួចគាត់យកចានហ្នឹងទៅលាងបានស្អាតហើយដាក់រាវចានឯមនុស្សខគាត់ញ៉ាំបាយរួចគាត់ទុកចានលើតុហើយដើរចេញមនុស្សកពេលព្រឹកឡើងសាមុងបត់ភួយឯមនុស្សខមិនសាមុងបត់ភួយទេងើបចេញទៅពីគ្រែរួចមនុស្សកគាត់ខំប្រឹងបោសសម្អាតផ្ទះរៀបចំផ្ទះយ៉ាងស្អាតឯមនុស្សខពេលមានសម្រាមអីតិចតួចបោះចោលពាសវាពាសកាបើសិនបើអ្នកទាំងអស់គ្នាវិញតើអ្នកទាំងអស់គ្នាគឺជាមនុស្សកឬក៏មនុស្សខបើសិនបើអ្នកទាំងអស់គ្នាជាមនុស្សកតើអ្នកទាំងអស់គ្នាមានអារម្មណ៍ដូចម្តេចដែរពេលជួបមនុស្សបែបហ្នឹងនៅជាមួយគ្នាបើសិនបើអ្នកទាំងអស់គ្នាជាមនុស្សខវិញតើអ្នកទាំងអស់គ្នាគួរកែប្រែអត់ចំពោះអាកប្បកិរិយាបែបហ្នឹងការប្រៀបធៀបរបស់ខ្ញុំនេះមិនមែនត្រឹមតែនៅក្នុងផ្ទះទេវាអាចទៅលើក្នុងអង្គភាពមួយប្រសិនបើមនុស្សមួយក្រុមគាត់ខំប្រឹងធ្វើការយកចិត្តទុកដាក់ជួយអង្គភាពប៉ុន្តែឯមនុស្សមួយក្រុមទៀតគាត់បែរជាមិនខិតខំប្រឹងប្រែងទេអង្គុយមើលគេឯងហើយសើចចំអកលេបខាយនៅពេលនោះតើអង្គភាពនោះនឹងរីកចម្រើនដែរទេប្រសិនបើមនុស្សដែលក្រុមកដើរចេញទៅបាត់តើអង្គភាពនោះអាចនឹងដើរទៅមុខបន្តទៅមុខបានទៀតដែរទេដូច្នេះសូមអ្នកទាំងអស់គ្នាពិចារណាគិតថាតើគួរយកក្រុមមួយណាតើអ្នកគិតថាអ្នកទាំងអស់គ្នាចង់ចូលខាងក្រុមកឬក៏អ្នកទាំងអស់គ្នាចង់ចូលខាងក្រុមខ